សួស្តីប្រិយមិត្តបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានដកស្រង់ពាក្យសម្ដីរបស់ព្រះអង្គចន្ទមុនីយកមកសម្រាយនិងឲ្យពុកម៉ែបងប្អូនស្ដាប់ទាំងអស់គ្នាដើម្បីដាស់តឿនស្មារតីឲ្យបងប្អូនទាំងអស់គ្នាយល់អត្ថន័យនឹងការរស់នៅឲ្យបានសុខសាន្តពិតប្រាកដតោះបងប្អូនមុននឹងចូលសូមពុកម៉ែបងប្អូនជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីនៅក្នុងសង្គមបច្ចុប្បន្នជីវិតយើងម្នាក់ហាក់បីដូចជាកំពុងរត់ប្រណាំងជារៀងរាល់ថ្ងៃយើងភ្ញាក់ពីគេងទាំងប្រញាប់ប្រញាល់ខំប្រឹងរកស៊ីខំធ្វើការងារមុខជំនួញរែកពុនភាពនឿយហត់និងសម្ពាធបំណររកមិនអស់មនុស្សយើងជាច្រើនតែងតែសួរខ្លួនឯងថាតើថ្ងៃណាទើបយើងអាចរស់នៅបានស្រួលចិត្តហេតុអ្វីបានចិត្តរបស់យើងនៅតែមិនទាន់ជួបសេចក្តីសុខពិតប្រាកដទោះបីជាយើងខំប្រឹងដល់ថ្នាក់នេះក៏ដោយថ្ងៃនេះខ្ញុំសូមណែនាំអារម្មណ៍បងប្អូនមកស្ដាប់នៅការសម្ដែងធម៌និងដំបូន្មានដ៏ត្រជាក់ចិត្តរបស់ព្រះអង្គគ្រូចន្ទមុនីស្ដីពី3ប្រការរំលត់ទុកក្នុងជីវិតដើម្បីជួយសម្រាលភាព stress និងដាស់សតិយើងគ្រប់គ្នាឲ្យរកឃើញពន្លឺនៃសេចក្តីសុខពិតប្រាកដព្រះអង្គចន្ទមុនីតែងតែដាស់តឿនយើងថាធម្មជាតិនៃមនុស្សយើងកើតមកមានបុណ្យសំណាងនិងខ្សែជីវិតខុសៗគ្នាអ្នកខ្លះកើតមកលើគំនោមាសប្រាក់មានឱកាសខ្ពស់រកស៊ីអ្វីក៏ជោគជ័យចំណែកឯអ្នកខ្លះទៀតត្រូវរែកពុនភាពក្រលំបាកនិងតស៊ូទប់ទល់នឹងបំណុលតាំងពីដឹងក្តីម្លេះបញ្ហាធំបំផុតដែលធ្វើឲ្យចិត្តយើងកើតទុក្ខគឺការដែលយើងយកជីវិតខ្លួនឯងទៅប្រៀបធៀបនឹងភាពមានបានឬភាពជោគជ័យរបស់អ្នកដទៃនៅពេលដែលយើងឃើញគេមានឡានទំនើបឃើញគេមានផ្ទះធំឃើញគេរកស៊ីកាក់កបហើយយើងងាកមកមើលខ្លួនឯងរួចកើតតូចចិត្តសោកស្ដាយឬច្រណែននោះហើយជាពេលដែលកំពុងដុតកម្ដៅចិត្តខ្លួនឯងឲ្យឆេះរោរាគ្មានថ្ងៃលហែឡើយលោកម្ចាស់គ្រូបានរំលឹកយើងថាចូលប្រឹងប្រែងធ្វើភារកិច្ចនិងមុខរបររបស់ខ្លួនឲ្យល្អបំផុតដោយចិត្តជ្រះថ្លាមានប៉ុណ្ណាប្រើប្រាស់ប៉ុណ្ណឹងភាពស្កប់ស្កល់និងការចេះដឹងគុណចំពោះរបស់គ្រប់យ៉ាងដែលយើងមាននៅក្នុងដៃនាពេលបច្ចុប្បន្នតែវាគឺជាទ្វារដំបូងបង្អស់នៅក្នុងការបិទផ្លូវទុក្ខនិងបើកផ្លូវសុខសេចក្តីសុខមិនមែនស្ថិតនៅលើចំនួនទឹកប្រាក់ដែលយើងមានច្រើនជាងគេនោះទេគឺស្ថិតនៅលើចិត្តដែលស្គាល់ពាក្យថាគ្រាន់នៅក្នុងដំណើរជីវិតនៃការរស់នៅការរកស៊ីឬការធ្វើការងារវាមិនប្លែកឡើយដែលយើងត្រូវជួបមនុស្សនិយាយអាក្រក់ពីក្រោយខ្នងជួបមនុស្សក្បត់ទំនុកចិត្តមនុស្សអាត្មានិយមឬមនុស្សព្យាយាមធ្វើបាបចិត្តយើងពេលខ្លះរឿងរ៉ាវទាំងនោះធ្វើឲ្យយើងខឹងខ្លាំងណាស់ឈឺចាប់ខ្លាំងរហូតដល់កើតគុំគួនចង់សងសឹកចង់ឈ្នះចាញ់ត្រឡប់ទៅវិញប៉ុន្តែលោកម្ចាស់គ្រូបានសន្និដ្ឋានយ៉ាងស៊ីជម្រៅថាការរក្សាចិត្តខឹងចិត្តស្អប់និងការគុំគួនទុកខ្លួននៅក្នុងខ្លួនវាមិនខុសអំពីការដែលយើងលាតថ្នាំពោដោយខ្លួនឯងឡើយតែបន់ឲ្យអ្នកដទៃស្លាប់នោះឡើយអ្នកដែលក្តៅក្រហាយគេមិនលក់បាយមិនឆ្ងាញ់មុនគេគឺខ្លួនយើងនេះឯងចំណែកអ្នកដទៃធ្វើបាបយើងគេកំពុងតែដើរលេងសើចសប្បាយជួបជុំគ្រួសារគេទៅវិញណោះដូច្នេះចូលរៀនអត់ឱនរៀនអហោសកម្មនិងដើរចេញដោយស្នាមញញឹមការអត់ឱនមិនមែនមានន័យថាយើងទន់ជ្រាយទេឬចាញ់នោះទេប៉ុន្តែវាជាការដោះលែងចិត្តខ្លួនឯងមានសេរីភាពមិនបណ្ដោយឲ្យទង្វើអាក្រក់អ្នកដទៃមកគ្រប់គ្រងនៃសេចក្តីសុខរបស់យើងឡើយចូលចាំថាអ្វីដែលគេធ្វើដាក់យើងជាកម្មរបស់គេតែរបៀបដែលយើងតតបនិងគ្រប់គ្រងចិត្តខ្លួនឯងវិញទើបជាកម្មរបស់យើងរឿងរ៉ាវលំបាកកំហុសឆ្គងឬភាពបរាជ័យដែលកន្លងហួសទៅហើយទោះបីជាយើងអង្គុយយំសោកស្ដាយយំស្រណោះប៉ុណ្ណាក៏ដោយឬខឹងសម្បាយ៉ាងណាក៏យើងមិនអាចដើរថយក្រោយទៅកែប្រែបានសូម្បីតែមួយវិនាទីនោះដែររីឯរឿងរ៉ាវថ្ងៃអនាគតការភ័យខ្លាចថាខ្លាចរកស៊ីមិនកើតខ្លាចធ្លាក់ខ្លួនក្រខ្លាចជួបវិបត្តិក៏វាមិនទាន់មកដល់ដែរមនុស្សភាគច្រើនដែលរស់នៅក្នុងភាព stress និងទុក្ខសោក
គឺមកពីចិត្តមិនព្រមរស់នៅក្នុងគណៈបច្ចុប្បន្នគឺម្ខាងរត់ទៅរកអតីតកាលចិត្តម្ខាងទៀតលួចទៅព្រួយគិតពីអនាគតដែលមិនទាន់កើតឡើងដំបូន្មានរបស់ព្រះអង្គចន្ទមុនីចង់ឲ្យយើងងាកបដោតទៅលើថ្ងៃនេះនាទីនេះនិងមកនេះឲ្យបានល្អបំផុតបំពេញភារកិច្ចឲ្យអស់ពីសមត្ថភាពរស់នៅដោយសេចក្តីល្អចិញ្ចឹមជីវិតដោយមានភាពសុចរិតនិងផ្ដល់សេចក្តីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនដូចជាឪពុកម្ដាយប្តីប្រពន្ធនិងកូនចៅឲ្យបានល្អបើថ្ងៃនេះបច្ចុប្បន្ននេះបងប្អូនធ្វើវាបានល្អហើយនោះអនាគតនឹងមិនអាក្រក់ឡើយព្រោះអនាគតគឺជាផលដែលកើតចេញពីដើមទុននៃសកម្មភាពនាពេលបច្ចុប្បន្ននេះឯងប្រិយមិត្តអ្នកស្ដាប់និងពុទ្ធបរិស័ទទាំងឡាយជីវិតរបស់មនុស្សយើងម្នាក់ៗខ្លីណាស់គ្មានអ្នកណាដឹងមុនឡើយថាថ្ងៃស្អែកឬសេចក្តីស្លាប់មួយណាដឹងមកដល់មុននោះឡើយអ្វីគ្រប់យ៉ាងទាំងលុយកាក់បនស័កផ្ទះសម្បែងគឺយើងមិនអាចយកទៅតាមខ្លួនបានឡើយពេលដែលយើងចាក់លោកនេះទៅអ្វីដែលនៅសេសសល់គឺមានតែបុណ្យនិងបាបនិងសេចក្តីល្អនិងសេចក្តីអាក្រក់ដែលយើងបានសាងទុកប៉ុណ្ណោះដូច្នេះចូលរក្សាចិត្តឲ្យស្ងប់និយាយពាក្យផ្អែមល្ហែមនិងអត់ឱនឲ្យគ្នាទៅវិញទៅមកសង្ឃឹមថាដំបូន្មានដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គចន្ទមុនីក្នុងថ្ងៃនេះនឹងជួយដាស់សតិនិងបន្ធូរបន្ថយភាពនឿយហត់ចិត្តរបស់បងប្អូនគ្រប់គ្នាបើស្ដាប់បើមានប្រយោជន៍និងចិត្តជ្រះថ្លាសូមកុំភ្លេច follow like subscribe វីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់ផងសូមអរគុណនិងសូមជម្រាបលា